សួស្តីបងប្អូនទាំងអស់គ្នាតាក់ទងជាមួយនឹងបងប្អូនដែលមានបញ្ហា account បែបនេះគឺខ្ញុំសូមបញ្យល់លម្អិតនៅក្នុងវីដេអូនេះបន្តិចបញ្ហានេះគឺវាមានកម្រិតស្រាលកម្រិតធ្ងន់និងមធ្យមអញ្ចឹងសម្រាប់អ្នកដែលគាត់មានបញ្ហាកម្រិតស្រាលបងប្អូនគ្រាន់តែចុចប៊ូតុងពណ៌ខៀវហ្នឹងទៅហើយចុចពាក្យនៅពេលដែលបងប្អូនចុច CY ហ្នឹងហើយគឺវាអាចនឹងឲ្យយើងចុចពាក្យ review បន្តទៀតហើយអញ្ចឹងបងប្អូនអាចស្នើសុំរយៈពេល7ថ្ងៃបានអ្នកដែលគាត់ជាប់កម្រិតស្រាលអ្នកដែលគាត់ជាប់កម្រិតធ្ងន់អាចនឹងចូលជាមួយឆ្នាំអ្នកខ្លះអាចចូលជាកន្លះឆ្នាំខ្លះក៏អាចនឹង2-3ខែអញ្ចឹងកម្រិតកដាលអញ្ចឹងណាអញ្ចឹងសម្រាប់អ្នកដែលគាត់មានបញ្ហាដូចខ្ញុំនេះបញ្ហាទី1គឺដោយសារតែយើងបាន login account យើងចូលទៅក្នុងកុំព្យូទ័រអីអញ្ចឹងណានិយាយរំទៅខ្ញុំធ្លាប់ login ជាមួយនឹងកុំព្យូទ័រច្រើនដងជាមួយនឹងជ្រូមអញ្ចឹងវាប៉ះពាល់អានឹងដែរទី2គឺទៅលើរូបភាពដែលខ្ញុំបានផុសខុសគោលការណ៍អញ្ចឹងណាសម្រាប់ account Facebook របស់ខ្ញុំគឺមានបញ្ហាទៅលើការ share ហើយមួយទៀតបញ្ហាទៅលើការផុសរូបភាពបំពេញគោលការណ៍របស់វាអញ្ចឹងណាអញ្ចឹងកម្រិតរបស់ខ្ញុំគឺជាប់ដល់ថ្ងៃទីនេះបងប្អូនអាចមើលបានទោះបីមានការស្នើសុំយ៉ាងណាក៏វាអត់អាចឲ្យដែរដោយសារ Facebook ខ្ញុំដូចជាប់កម្រិតធ្ងន់ហើយអញ្ចឹងណាអញ្ចឹងអានេះបងប្អូនមិនបាច់បារម្ភទេគឺវា load ដោយខ្លួនឯងអូតូហ្មងពេលដែលវាជាប់សញ្ញាពណ៌លឿងអញ្ចឹងអ្នកខ្លះជាប់រយៈពេល1ឆ្នាំអ្នកខ្លះចូលដល់តែ2ឆ្នាំនោះបានវាដំណើរការវិញតែអ្នកខ្លះតែ2-3ខែគឺដើរវិញធម្មតាទោះបីយើង in review យ៉ាងណាក៏វានៅរងចាំឲ្យ Facebook វាដំណើរការឲ្យយើងវិញដោយស្វ័យប្រវត្តិដែរអញ្ចឹងណាអញ្ចឹងសម្រាប់បញ្ហារបស់ខ្ញុំគឺដល់ថ្ងៃទី10ខែ1ឆ្នាំ2026បានដំណើរការទៅលើ Facebook នេះឡើងវិញដំណើរការវាបិទឥឡូវនេះគឺបិទទៅលើការ live វីដេអូបិទទៅលើការ call បិទទៅលើការ boot page អញ្ចឹងបិទ3នេះគឺខ្ញុំអាចដំណើរការជាមួយនឹងការប្រើប្រាស់មុខងារទាំង3នឹងបានទេនៅក្នុង Facebook របស់ខ្ញុំអ្វីដែលខ្ញុំត្រូវប្រយ័ត្ននៅពេលឥឡូវនេះគឺខ្ញុំមិនអាច login account ខ្ញុំផ្ដេសផ្ដាស់ជាមួយនឹង IP ផ្សេងទេហើយមួយទៀតគឺការប្រើប្រាស់ត្រូវមានការប្រយ័ត្នជាងមុនកាលណាដែលជាប់បែបហ្នឹងហើយយើងប្រើប្រាស់អត់ប្រយ័ត្នវាច្បាស់ជា lock account យើងអាចចិនត្រៃអញ្ចឹងណាបងប្អូនអញ្ចឹងអ្វីដែលយើងត្រូវប្រយ័ត្នគឺហាម share អីផ្ដេសផ្ដាស់ច្រើនគឺយើងផុសធម្មតាលេងធម្មតាបានប៉ុន្តែហាមធ្វើអីដែលខុសគោលការណ៍ Facebook កាលណាដែលយើងធ្វើខុសគោលការណ៍ Facebook មួយតង់ទៀតច្បាស់ជា Facebook បិទ account របស់យើងអាចចិនត្រៃអីអញ្ចឹងណាចឹងសង្ឃឹមថាបងប្អូនយល់នៅកន្លែងហ្នឹងតាក់ទងជាមួយនឹងការរលុយអីក៏មិនក៏បញ្ហាដែរនេះគឺមានបញ្ហាដូចគ្នាអញ្ចឹង account នេះគឺរងចាំដល់ខែ1ដល់ខែ1ឆ្នាំ2026ថ្ងៃទី10ទើបអាចដំណើរការវិញធម្មតាហើយកន្លែង monetize ក៏មិនអាចប្រើប្រាស់បានដែរអញ្ចឹង page ដែលខ្ញុំត្រូវរលុយនៅក្នុងpage គឺខ្ញុំត្រូវដល់ admin នឹងចេញសិនចាំពេលដែលវាដំណើរការវិញគឺខ្ញុំដាក់ admin នឹងចូលវិញអញ្ចឹងណាកាលណាដែល admin យើងមានបញ្ហាយើងដាក់ page ដែលយើងរលុយបានវាអាចនឹងដយទាំង page យើងដែរវាធ្វើឲ្យ page យើងអត់សូវរីកដែរអញ្ចឹងណាអញ្ចឹងបើសិនជាបងប្អូនមាន page ជាប់ជាមួយនឹង account ដែលខូចបែបនេះបងប្អូនគួរតែ remove សុំទោសបងប្អូនគួរតែដក admin នឹងចេញទៅល្អជាងណាអានេះជាយោបល់របស់ខ្ញុំឯងចឹងបើសិនជាបងប្អូនមានបញ្ហាបែបនេះបងប្អូនអាចអនុវត្តតាមខ្ញុំបានហើយមិនបាច់បារម្ភទេគឺវាច្បាស់ជាដំណើរការយើងវិញបងប្អូនចូលមើលដូចខ្ញុំទៅគឺដឹងហើយថាថ្ងៃណាដែលអាចបើកឲ្យយើងប្រើការវិញបាននេះវាបញ្ជាក់ឲ្យយើងដែរតានេះអញ្ចឹងសម្រាប់បញ្ហានេះបងប្អូនមិនបាច់បារម្ភទេបងប្អូនអាចមើលកន្លែងនេះបានវាបើកឲ្យយើងប្រើវិញហើយនឹងដំណើរការវិញគឺឆ្នាំ2026ទាំង3មុខងារនឹងហើយក៏វាលេងពណ៌ខៀវលេងពណ៌លឿងនឹងដែរអញ្ចឹងណាអញ្ចឹងបងប្អូនមិនបាច់បារម្ភមើលតែកន្លែងហ្នឹងទៅដឹងហើយប៉ុន្តែ account ហ្នឹងបងប្អូនត្រូវប្រើការវាធម្មតាកុំទុកវាចោលតែទុកចោល Facebook វាគិតថាយើងជប់ប្រើអាចនឹងមានបញ្ហាទៀតអញ្ចឹងយើងផុសធម្មតាទៅកុំតែខុសគោលការណ៍ Facebook ទៅបានហើយអូខេអញ្ចឹងការបញ្យល់របស់ខ្ញុំសង្ឃឹមថាបងប្អូនយល់បងប្អូនមានចម្ងល់អីបងប្អូនអាចឆាតមកសួរខ្ញុំនៅក្នុង Facebook នេះក៏បានឆាតមកក្នុង page ក៏បានដែរអរគុណបាយបាយបងប្អូនចង់រៀន free បងប្អូនសូម comment ខាងក្រោមបានហើយជួយ share វីដេអូម្នាក់មួយផងបាយបាយ
ខ្ញុំអាចនិយាយបានថាផ្នែក social media គឺជាដៃស្ដាំសម្រាប់យើងលក់លើអនឡាញបើសិនជាបងប្អូនមិនចេះផ្នែកហ្នឹងទេគឺយើងមិនអាចធ្វើទីផ្សារទាន់គេទេបើយើងលក់នៅលើអនឡាញគឺយើងបាន25ខេត្តក្រុងតែបើសិនជាយើងលក់មួយកន្លែងគឺយើងបានតែមួយខេត្តដែលយើងបានលក់ទេបើបងប្អូនមានចំណាប់អារម្មណ៍ទាក់ទងមកនឹងការរៀនផ្នែក social media បងប្អូនអាចឆាតមកនាងខ្ញុំផ្ទាល់បានមានបរិញ្ញាច្រើនផ្នែកសម្រាប់បងប្អូនជ្រើសរើសមានទាំងវគ្គ boot page boot TikTok មាន boot ផ្សេងៗទៀតទៅលើការលក់លើអនឡាញហើយមួយវិញទៀតគឺមានវគ្គកម្មបានពីក្រៅប្រទេសបោះដុំនិងលក់រាយយើងអាចយកមកលក់បន្តក៏បានដែរតម្លៃ$1 $2 ក៏បងប្អូនអាចទិញបានដែរបើបងប្អូនមានចំណាប់អារម្មណ៍សូមឆាតមក Facebook នាងខ្ញុំផ្ទាល់ឈ្មោះលៀមសូយ៉ា